បើដឹងថាកាពះខ្សោយហើយហាមញ៉ាំអាហារ4មុខនេះទី1តសក់ត្រាំស្វាយត្រាំវាសម្បូរជាតិអាស៊ីតនៅក្នុងអាហារដែលត្រាំហ្នឹងហើយវាធ្វើឲ្យកាពះសម្បូរជាតិហ្គាសអញ្ចឹងវាធ្វើឲ្យហើមពោះឈឺបញ្ឈប់ភើបញ្ឈប់ហើយក៏នាំឲ្យអាស៊ីតកាពះហ្នឹងច្រាលចេញមកក្រៅទី2អាហារជូរហឹរដូចជាបុកល្ហុងឬក៏ម្ជូរកាពះយើងពងតែខ្សោយឯងអញ្ចឹងពេលដែលយើងញ៉ាំទៅវាកាន់តែធ្វើឲ្យវារលាកភ្លាមហើយកាហាយចុកឆ្អល់ឈឺភ្លាមផងដែរទី3កាហ្វេនិងភេសជ្ជៈមានហ្គាសកាលណាកាពះទទេពេលដែលយើងញ៉ាំអាហ្នឹងទៅវាធ្វើឲ្យជាតិអាស៊ីតនៅក្នុងកាពះហ្នឹងបញ្ចេញកាន់តែខ្លាំងហើយវាអត់មានអាហាររំលាយវាទៅរំលាយអាគ្នាកាពះខ្លួនឯងធ្វើឲ្យយើងហ្នឹងឈឺកាពះលឿនហ្មងទី4អាហាររឹងឬក៏សាច់ឆៅកាលណាកាពះយើងកំពុងតែខ្សោយផងឈឺផងហើយយើងញ៉ាំអារបស់រឹងរបស់ឆៅហ្នឹងវាអត់មានមុខងារទៅរំលាយវាបានល្អទេដូច្នេះហើយវានឹងធ្វើឲ្យកាពះយើងហ្នឹងទៅជាឈឺចុកឆ្អល់ផ្សាភ្លាមដែរចាកាពះយើងមានតែមួយទេអញ្ចឹងជួយថែរក្សាគ្នាបានល្អផងហើយណាគេចូលចិត្តញ៉ាំអាហារ4ខាងលើខណៈខ្លួនឯងជាអ្នកជំងឺកាពះជួយខមមិនប្រាប់អ្នកគ្រូសៀវភៅផងហើយបើចង់ដឹងតិចៗគេព្យាបាលរបៀបបាច់ហ្នឹងចាំទស្សនាវីដេអូក្រោយទាំងអស់គ្នា